ធានបទនៅថ្ងៃនេះយើងនិយាយពីការផ្ដល់ពេលវេលាឲ្យខ្លួនឯងហេតុអីបានខ្ញុំលើកធានបទនេះយកមកនិយាយខ្ញុំលើកធានបទនេះយកមកនិយាយគឺជាការដាស់តឿនដល់បងប្អូនយើងទាំងអស់គ្នាជាទូទៅយើងចេះផ្ដល់ឱកាសផ្ដល់ពេលវេលាឲ្យគេអញ្ចឹងណាតែពេលខ្លះយើងភ្លេចក្នុងការផ្ដល់ឱកាសឬក៏ផ្ដល់ពេលវេលាឲ្យខ្លួនឯងហ្នឹងខ្ញុំដាស់តឿនហ្នឹងគឺខ្ញុំចង់ក្រើនរំលឹកថាការផ្ដល់ពេលវេលាឲ្យខ្លួនឯងវាជារឿងសំខាន់ណាស់សួរថាតើការផ្ដល់ពេលវេលាឲ្យខ្លួនឯងនឹងយ៉ាងដូចម្ដេចការផ្ដល់ពេលវេលាឲ្យខ្លួនឯងគឺមានន័យថាយើងឆ្លៀតដកពេលណាមួយដើម្បីនៅម្នាក់ឯងណាដើម្បីស្វែងយល់ពីខ្លួនឯងមានន័យថាយើងឈប់គិតឈប់អីទាំងអស់ដើម្បីស្វែងយល់ពីធាតុខាងក្នុងរបស់ខ្លួនយើងយ៉ាងម៉េចការគិតអារម្មណ៍អីយើងនឹងយ៉ាងម៉េចទី2គឺផ្ដល់ពេលវេលាឲ្យខ្លួនឯងក្នុងការរៀនសូត្រពេលខ្លះយើងរវល់មែនតើការងារយើងច្រើនណាទំនួលខុសត្រូវយើងច្រើនណាទំនួលខុសត្រូវជាមួយក្រុមគ្រួសារទំនួលខុសត្រូវជាមួយប្តីប្រពន្ធទំនួលខុសត្រូវមួយកូនទំនួលខុសត្រូវមួយមិត្តភ័ក្តិទំនួលខុសត្រូវមួយការងារទំនួលខុសត្រូវមួយសង្គមអីគឺច្រើនមែនតើរហូតដល់ថ្នាក់យើងគិតថាយើងគ្មានពេលវេលាសម្រាប់ផ្ដល់ឲ្យខ្លួនឯងទេដល់ពេលយើងអត់មានពេលវេលាឲ្យផ្ដល់ឲ្យខ្លួនឯងយើងគ្មានទាំងពេលវេលាដើម្បីស្វែងយល់ពីខ្លួនឯងទៀតអញ្ចឹងពេលខ្លះអារម្មណ៍របស់យើងចិត្តគំនិតរបស់យើងប្រែប្រួលយើងអត់ដឹងថាមកពីហេតុអីព្រោះយើងអត់ដែលមានពេលវេលាស្វែងយល់ពីខ្លួនឯងណាអញ្ចឹងកាលណាយើងដកឃ្លាបន្តិចសម្រាប់បន្តិចទុកពេលវេលាឲ្យខ្លួនឯងដើម្បីស្វែងយល់ពីខ្លួនឯងស្វែងយល់ពីរបៀបគិតខ្លួនឯងនឹងធ្វើឲ្យយើងយល់ពីខ្លួនឯងកាន់តែច្រើនជាងមុនហើយមួយទៀតហ្នឹងកាលណាយើងផ្ដល់ពេលវេលាឲ្យខ្លួនឯងដើម្បីសិក្សាដើម្បីរៀនសូត្រដើម្បីស្រាវជ្រាវអញ្ចឹងដូចជាការធ្វើឲ្យខ្លួនឯងមានចំណេះមានវិជ្ជាបន្ថែមអញ្ចឹងដែរខ្ញុំសង្កេតឃើញបច្ចុប្បន្នហ្នឹងមនុស្សភាគច្រើនគឺអត់សូវផ្ដល់ពេលវេលាឲ្យខ្លួនឯងជាពិសេសគឺតាក់ទងទៅនឹងការអភិវឌ្ឍខ្លួនម្នាក់គឺគាត់មានលេសថាគាត់រវល់ច្រើនណាការពិតគាត់រវល់មែនហើយគាត់ផ្ដល់ពេលវេលាឲ្យតែមិត្តភ័ក្តិផ្ដល់ពេលវេលាឲ្យតែអ្នកដទៃគឺច្រើនព្រោះនៅពេលដែលមិត្តភ័ក្តិបបួលផឹកអង្គុយផឹកមួយគ្នា1ម៉ោង2ម៉ោងគាត់មានពេលតដើរលេងមួយគ្នា2 3ថ្ងៃគាត់មានពេលតែបើសិនជាឲ្យគាត់យកពេល1ម៉ោង2ម៉ោងមកអង្គុយស្ដាប់ការអប់រំឬក៏ទៅចូលរួមវគ្គសិក្សាអប់រំឬក៏អង្គុយអានសៀវភៅឲ្យបានមួយក្បាលហ្នឹងគឺគាត់អត់មានពេលទេព្រោះដោយសារតែគាត់មិនឲ្យតម្លៃពេលវេលាជាមួយខ្លួនឯងមិនឲ្យតម្លៃការស្វែងយល់ពីខ្លួនឯងអញ្ចឹងធ្វើឲ្យគាត់មិនអាចស្វែងយល់ពីខ្លួនឯងបានទេអ្នកទាំងអស់គ្នាសង្កេតមើលខ្លួនឯងឡើងវិញថាតើរាល់ថ្ងៃហ្នឹងយើងបានផ្ដល់ពេលវេលាឲ្យខ្លួនឯងក្នុងមួយថ្ងៃត្រឹម10នាទីឬក៏20នាទីឬក៏កន្លះម៉ោងឬ1ម៉ោងដែរទេការផ្ដល់តម្លៃដល់ខ្លួនឯង10នាទីហ្នឹងឧទាហរណ៍ដូចជាការអង្គុយស្មឹងស្មាតសមាធិសង្រួមអរិយាបថខ្លួនឯងសង្រួមផ្លូវចិត្តខ្លួនឯងថាស្វែងយល់ពីខ្លួនឯងហ្នឹងក្នុងមួយថ្ងៃ10នាទីតើនឹងមានបានផ្ដល់ពេលវេលាឲ្យខ្លួនឯងអត់អ្នកខ្លះប្រហែលជាអត់ទេហូចដែលមានផ្ដល់ពេលវេលាឲ្យខ្លួនឯងរយៈពេលកន្លះម៉ោងក្នុងមួយថ្ងៃក្នុងដើម្បីអានសៀវភៅស្វែងយល់ចំណេះវិជ្ជាផ្សេងឬក៏ស្ដាប់ audio book ឬក៏មើលកម្មវិធីការបណ្ដុះបណ្ដាលវគ្គបណ្ដុះបណ្ដាលផ្សេងមានបានចំណាយអត់ហើយមួយទៀតសួរខ្លួនឯងមើលមានបានចំណាយពេលវេលា20នាទីទៅកន្លះម៉ោងឲ្យខ្លួនឯងដើម្បីហាត់ប្រាណដើម្បីឲ្យសុខភាពរាងកាយយើងល្អមកមុនអត់អញ្ចឹងពេលខ្លះយើងអត់ដែលបានគិតទេហើយយើងចេះតែឆ្ងល់ថាហេតុអីបានយើងអត់ទៅមុខតាមពិតដោយសារតែយើងអត់បានផ្ដល់ពេលវេលាឲ្យខ្លួនឯងក្នុងការបណ្ដុះបណ្ដាលខ្លួនឯងហ្នឹងអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅអ្នកនេះត្រូវតែផ្ដល់ឱកាសឲ្យខ្លួនឯងតាមរយៈការផ្ដល់ពេលវេលាឲ្យខ្លួនឯងហ្នឹងផ្ដល់ពេលវេលាឲ្យយើងដើម្បីខ្លួនយើងនឹងបានស្វែងយល់ពីខ្លួនយើងនិងធ្វើឲ្យខ្លួនយើងមានការរីកចម្រើនព្រោះថាខ្លួនយើងសំខាន់ណាព្រោះថ្ងៃក្រោយទៅយើងរស់នៅជាមួយនឹងខ្លួនយើងមិនមែនរស់នៅជាមួយនឹងគេទេអញ្ចឹងការស្វែងយល់ពីខ្លួនឯងការថែរក្សាខ្លួនឯងការផ្ដល់ចំណេះវិជ្ជាឲ្យខ្លួនឯងការធ្វើឲ្យខ្លួនឯងមានសមត្ថភាពការឡើងហ្នឹងវាជាការងារដែលចាំបាច់បំផុតជាមួយនឹងខ្លួនយើងហ្នឹងចឹងយើងត្រូវផ្លាស់ប្ដូរថ្ងៃហ្នឹងពេលណាតែត្រូវបដិសេធគឺត្រូវតែរៀននិយាយបដិសេធមិនចេះតែថាគេបបួលអូខេបបួលអីក៏អូខេគ្រប់ទៅរឿងអស់អត់ទេមើលពេលវេលាមើលអីផងថាយកពេលវេលាខ្លះគឺសម្រាប់ផ្ដល់ឲ្យខ្លួនឯងខ្លះដើម្បីស្វែងយល់ពីខ្លួនឯងបាទអញ្ចឹងខ្ញុំគិតថាប្រធានបទហ្នឹងនឹងដាស់តឿនឲ្យបងប្អូនមានការភ្ញាក់រលឹកដើម្បីផ្ដល់ពេលវេលាឲ្យខ្លួនឯងបន្ថែមទៀតធ្វើឲ្យខ្លួនឯងបានរីកចម្រើនបាទសូមអរគុណ